សួស្តីទាំងអស់គ្នាថ្ងៃនេះយើងឆ្លើយនៅសំណួរមួយចំនួនដែលថាជាពិសេសបងប្អូនដែលទៅរៀនបណ្ដមហាវិទ្យាល័យអញ្ចឹងណាអាចនឹងមានចម្ងល់មួយចំនួនទាក់ទងទៅនឹងការប្រើប្រាស់កុំព្យូទ័រឬក៏គួរតែទិញកុំព្យូទ័រប្រភេទណាបាទសម្រាប់អ្នកដែលរៀនផ្នែកផ្សេងៗគ្នាបាទអញ្ចឹងខ្ញុំបង្ហាញកុំព្យូទ័រមួយចំនួនអញ្ចឹងដូចកុំព្យូទ័រនេះគឺ16អ៊ីងបាទ16អ៊ីងទំហំរាងធំរាងក្រាស់បាទយើងមើលទៅយើងឃើញហើយថាវារាងធំរាងក្រាស់អញ្ចឹងណាបាទហើយក៏មានកុំព្យូទ័រដូចនេះដូចជា14អ៊ីងបាទប៉ុណ្ណេះយើងអាចមើលឃើញអញ្ចឹង laptop វាមានទំហំច្រើនវាមាន14អ៊ីង15អ៊ីង16អ៊ីង17អ៊ីងមានខ្លះលោតដល់18អ៊ីងក៏មានដែរបាទអញ្ចឹងនេះជាlaptop ដែលប្រើ Windows អញ្ចឹងណាហើយជួនកាលមានបងប្អូនខ្លះទៀតក៏អាចឆ្ងល់ដែរថាតើគួរតែទិញMacBook ឬក៏ Windows អញ្ចឹងណាបាទនេះគឺ laptop MacBook បាទហើយអានេះគឺ MacBook Air យើងមើលទៅឃើញវាតូចស្ដើងអីចឹងណាបាទហើយដល់ពេលមួយទៀតអានេះគេហៅ Mac Mini បាទ Mac Mini អញ្ចឹងវីដេអូនេះមិនមែនលក់កុំព្យូទ័រទេបាទមិនលក់កុំព្យូទ័រទេគាត់ថាចង់បង្ហាញថាវាមានច្រើនកុំព្យូទ័រលើទីផ្សារមានច្រើនមានអានេះគ្រាន់តែអ្វីដែលនៅក្នុង Office ខ្ញុំមានបាទខ្ញុំជិះ laptop ពីក្រុមការងារមកដើម្បីយកមកបង្ហាញបាទអញ្ចឹងសំណួរសួរថាតើយើងគួរតែទិញ laptop ប្រើ Windows ឬក៏ប្រើ Mac យើងគួរតែទិញ laptop ដែល spec ខ្ពស់ប៉ុណ្ណាដើម្បីសមស្របបាទទៅតាមជំនាញរបស់យើងរៀនខ្លួនហ្នឹងបាទឥឡូវខ្ញុំនិយាយដល់ simple តិចចុះបាទខ្ញុំឧទាហរណ៍ថាយើងរៀនផ្នែកដូចថាមិនមែនជាផ្នែក design ទេមិនមែនជាផ្នែកសរសេរកូដទេមិនមែនជាផ្នែកគូប្លង់អីទេ laptop យើងមានជម្រើសច្រើនជាងគេដោយសារយើងប្រើតែ laptop ល្មមក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាបើ Windows វិញយើងប្រើក្នុងនេះWindows ឬក៏ Mac ក៏ដោយយើងក្នុងនេះយើងប្រើមួយណាក៏បានដែរបាទយើងប្រើមួយណាក៏បានដែរប៉ុន្តែបើសិនជាយើងជាការងារដែលយើងថាអាចចេញក្រៅច្រើនអីចឹងណាអញ្ចឹងខ្ញុំ recommend ប្រើកុំព្យូទ័រដែលរៀងស្រាលស្ដើងអញ្ចឹងយើងស្រួលយកទៅតាមខ្លួនបាទហើយជាពិសេសបើខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំចូលចិត្តMac Mini សុំទោស MacBook Air បាទ MacBook Air ហេតុអីមិនអញ្ចឹងតែវាស្ដើងអញ្ចឹងយើងយកតាណាមួយណាវាមិនតូចខ្លាំងពេកទេវាអានេះវា13 14អ៊ីងដែរបាទហើយយើងយកតាណាមួយណាវាស្រួលបាទវាស្រួលហើយវាថ្មវាប្រើបានយូរបាទសាកថ្មម្ដងប្រើបានយ៉ាងតិចក៏10ម៉ោងអីដែរបាទអាហ្នឹងចាប់ពីស៊េរី M1 ឡើងទៅបាទតើតើរឿងស៊េរីតើតើរឿងអីរបស់វាហ្នឹងយើងអាច check មើលតាមអ៊ីនធឺណិតបានចំពោះ Windows ក៏ដូចគ្នាដែរ Windows យើងអាចរកមើលប្រភេទដែលដើងស្រាលអីចឹងទៅយើងអាចស្រួលយកចេញទៅក្រៅបានព្រោះហ្នឹងវាជាប្រភេទគេហៅថាបើយើងនិយាយពី spec វា spec CPU ស្អីហ្នឹងអូខេបើយើងមាន budget គ្រប់គ្រាន់យើងទិញកាន់តែល្អកាន់តែថ្លៃកាន់តែវាកាន់តែល្អហ្នឹងតែបើសិនជាអត់ទេយើងរក spec ល្មមក៏បានដែរបើសិនជាយើងធ្វើការគ្រាន់តែជា office ធម្មតាបាទប៉ុន្តែបើសិនជា laptop ខ្លះវាជាសម្រាប់ការរៀងក្រៅពីធ្វើការវាអាចនឹងលេង game លេងអីបានទៀតបាទប៉ុន្តែវាធម្មតាវារៀងក្រាស់បន្តិចបាទរៀងក្រាស់បន្តិចបាទហើយយើងយកតាណាមួយណាវាអាចរៀងធ្ងន់អីចឹងណាហើយយើងត្រូវការស្ពាយadapter សម្រាប់ charge ទៅតាមខ្លួនអញ្ចឹងណាបាទហើយបើចំពោះសំណួរមួយចំនួនទៀតដែលសួរថាយើងគួរប្រើ Windows ឬក៏យើងគួរប្រើ Mac បាទតាមពិតបើសិនជាឧទាហរណ៍ដែលយើងផ្នែកសរសេរកូដអីចឹងណាជាទូទៅយើងប្រើ MacBook យើងអាចគ្រប់គ្រាន់ដែរបាទហើយតែបើសិនជាយើងខាងផ្នែក design បែបគូប្លង់ឬក៏ design អីបែបធ្ងន់អីចឹងណាឥឡូវនេះបើយើងនិយាយទៅដោយសារហ្នឹងគឺតកតង software គេប្រើជាមួយនឹង Windows ច្រើនជាងអញ្ចឹងអាចថាតម្រូវការប្រើ Windows អាចរៀងត្រូវជាងអញ្ចឹងណាប៉ុន្តែបើសិនជាគ្រាន់តែ design អីដូចគ្នាប៉ុន្តែ design
រូបភាពវីដេអូផ្សេង MacBook គឺដូចគ្នាបានដូចគ្នាបាទអញ្ចឹងអាស្រ័យទៅលើជំនាញយើងជាក់ស្ដែងបាទជំនាញយើងជាក់ស្ដែងអញ្ចឹងយើងឧទាហរណ៍ថា MacBook តម្លៃវាយើងអាចឆ្ងល់ថាតម្លៃ MacBook ជាទូទៅអាចថ្លៃខ្លាំងអូខេតម្លៃវាថ្លៃខ្លាំងមែនប៉ុន្តែធៀបគ្នាក៏វាមិនសូវជាខុសគ្នាខ្លាំងពេកប៉ុន្មានដែរបើសិនជាយើងឧទាហរណ៍ថា MacBook ឥឡូវនេះវាចេញស៊េរីចុងក្រោយតែយើងទិញស៊េរីលើសមុនបែរថាស៊េរីមុននឹងមកចំនួននេះអញ្ចឹងក៏តម្លៃវាធូរថ្លៃដែរហើយណាមួយបើខ្ញុំ recommend ខ្ញុំអាច recommend MacBook វាប្រើទៅ stable អញ្ចឹងណាដោយសារខ្ញុំធ្លាប់ប្រើ Windows ធ្លាប់ប្រើអីមកច្រើនហើយទីមួយគឺខ្ញុំស្រឡាញ់អេក្រង់របស់វាអានេះគឺខ្ញុំនិយាយពីខ្ញុំផ្ទាល់ទេទីមួយអេក្រង់របស់វាប្រើមើលបានច្បាស់ទី2តកតងរឿងសមត្ថភាពវា performance របស់វាគឺប្រើបានលឿនទី3គឺតកតងទៅនឹងថ្មវាប្រើបានយូរបាទអញ្ចឹងបើសិនជារៀនខាង coder ឬក៏ខាង office ធ្វើការងារអីល្មមទេគឺប្រើ MacBook បានហើយសូម្បីតែ MacBook Air ហ្នឹងគឺយើងប្រើសូម្បី coding ឬអីផ្សេងៗហ្នឹងគឺប្រើបានច្រើនមែនតើបាទអញ្ចឹងនេះគឺជាវីដេអូដែលខ្លីមួយថាខ្ញុំចង់បង្ហាញថាតែយើងប្រើអីគេខ្ញុំភ្លេចមួយទៀតMac Mini នេះវាជាប្រភេទ desktop វាជាប្រភេទ desktop ចំពោះ desktop របស់ Windows ក៏មានដែរមានដូចគ្នាមានតូចមានធំដូចគ្នាបាទអញ្ចឹងបើសិនយើងត្រូវប្រើនៅក្រៅច្រើនយើងកុំប្រើប្រភេទ desktop យើងប្រើប្រភេទ laptop តែបើសិនយើងការងារធ្ងន់ច្រើនហើយយើងនៅមួយកន្លែងច្រើនអញ្ចឹងយើងអាចប្រើ desktop ក៏បានដែរអញ្ចឹងបាទអូខេអញ្ចឹងវីដេអូខ្លីៗប៉ុណ្ណឹងបាទអរគុណច្រើន